ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ថ្នាក់រៀនភាសាអង់គ្លេសហើយតែអត់ទាន់មានសិស្សមកដល់ទេព្រោះអីខ្ញុំតែងតែមកមុនដើម្បីរៀបចំមេរៀនទុកសម្រាប់ពួកគេហើយមកដល់ពេលនេះការសិក្សារបស់ពួកគេគឺល្អមែនទែនហើយក៏បានចប់សៀវភៅទី1សៀវភៅទី2ឥឡូវនេះយើងកំពុងតែរៀននៅក្នុងសៀវភៅទី3ផងដែរលើសពីនេះទៅទៀតយើងបានរៀបចំកម្មវិធីសិក្សាមួយដែលជួយឲ្យក្មេងៗគាត់អាចឆាប់ចេះនិយាយភាសាអង់គ្លេសដោយយើងរៀបចំបង្រៀនបន្ថែមនៅប្រយោគប្រើប្រាស់ប្រចាំថ្ងៃជាភាសាអង់គ្លេសហើយខ្ញុំជាគ្រូម្នាក់នៅទីនេះខ្ញុំពិតជាសប្បាយខ្លាំងណាស់នៅពេលដែលឃើញសិស្សរបស់ខ្ញុំគាត់មានការរីកចម្រើនហើយមានការខិតខំប្រឹងប្រែងចំណែកឯការខិតខំប្រឹងប្រែងរបស់ពួកគាត់ខ្ញុំតែងតែបោះត្រាឬក៏ឲ្យ sticker អញ្ចឹងនៅពេលដែលពួកគាត់បាន sticker គឺគាត់យក sticker ហ្នឹងគឺទៅបិទនៅលើឈ្មោះរបស់គាត់ដែលខ្ញុំបានសរសេរនៅលើជញ្ជាំងអញ្ចឹងនៅពេលដែលគាត់សន្សំ sticker នេះបានគាត់អាចដូរ sticker នេះទៅជាកាក់ហើយខ្ញុំមានរៀបចំកាក់ដូចនេះឲ្យគាត់អញ្ចឹងនៅពេលដែលគាត់បានកាក់ហើយកាក់នេះគាត់អាចយកទៅដោះដូរឬក៏ទិញសម្ភារៈសិក្សានៅទីនេះបានផងដែរយើងបានរៀបចំមានទាំងសៀវភៅសរសេរខ្មៅដៃប៊ិចកាបូបអីផ្សេងៗជាសម្ភារៈសិក្សាដើម្បីជួយដល់សិស្សសានុសិស្សឲ្យពួកគេអាចមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ហើយក៏ជួយកាត់បន្ថយដល់ការចំណាយរបស់អាណាព្យាបាលពួកគេផងដែរហើយក្មេងៗពិតជាសប្បាយរីករាយនៅពេលដែលពួកគេអាចមានកាក់ទៅទិញរបស់ដែលពួកគេចង់បានហើយខ្ញុំក៏មានភាពសប្បាយរីករាយជាខ្លាំងនៅពេលដែលឃើញសិស្សសានុសិស្សមានដំណើរការល្អនៅក្នុងការរៀនសូត្រហើយក៏សូមអរគុណទៅដល់ស្រឡាញ់ project ដែលបានជួយឲ្យថ្នាក់រៀននេះបានចាប់ផ្ដើមឡើងហើយក៏ជួយដល់ក្មេងៗទាំងអស់នៅឯទីស្រុកស្រែជនបទនេះឲ្យពួកគេមានឱកាសរៀនភាសាអង់គ្លេសហើយក៏ជួយឲ្យពួកគេមានអនាគតល្អប្រសើរនិងភ្លឺស្វាងនៅពេលអនាគតដែរហើយខ្ញុំក៏អរគុណដែលបងប្អូនបានស្រឡាញ់គាំទ្រចំពោះការអប់រំនៅថ្នាក់រៀនមួយនេះអរគុណច្រើន